រឿងនេះចាប់ផ្ដើមដោយមានជូអានជាបុរសវ័យក្មេងម្នាក់ដែលកំពុងតែមានជីវភាពក្រីក្រហើយមិនអាចបង់ថ្លៃជួលអាផាតមិនផ្ទះរបស់គាត់បានផងគាត់ធ្វើការជាសិល្បករហើយទោះបីស្នាដៃសិល្បៈរបស់គាត់នាំមកនៅប្រាក់ចំណូលបន្តិចបន្តួចក៏ដោយតែវាមិនមែនច្រើនទេយើងឃើញគាត់អង្គុយលើផ្លូវគូររូបស្ត្រីស្អាតម្នាក់គាត់គូររូបចប់ស្ត្រីនោះមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះស្នាដៃសិល្បៈនោះតែពេលគាត់កំពុងត្រៀមចាប់ផ្ដើមគូររូបថ្មីមួយរថយន្តប្រណិតមួយបានបើកមកចិត្តនៅក្នុងរថយន្តនោះគឺជាបុរសមានសម្បត្តិច្រើនបំផុតនៅក្នុងភូមិចំពេលហូរចិត្តស្រួលចិត្តរបស់ហ្វានបុរសនោះមិនមែនជាអ្នកអតីតទេគឺជាអតីតគូស្នេហ៍របស់ហ្វានបុរសមានសម្បត្តិនោះចង់បង្អាប់ហ្វានមុខមាត់ស្រីនោះគាត់បោះប្រាក់ទៅលើហ្វានហើយប្រមាថថានេះទៅប្រាក់នេះគួរតែគ្រប់សម្រាប់ប្រាក់ចំណូលមួយថ្ងៃរបស់អ្នកហើយបន្ទាប់មកសើចចំមុខគាត់ហ្វានមានអារម្មណ៍ខ្មាស់អៀនហើយស្លៀកសម្លៀកបំពាក់មិនពេញលេញស្រាប់តែប្រមូលអីវ៉ាន់របស់គាត់ហើយទៅកាន់រថយន្តចាស់របស់គាត់អំពិតទៅវាពិបាកប្រាប់ថាគាត់ជាអ្នកបើករថយន្តនោះក៏ដូចជាកំពុងអូសគាត់ទៅផងដែរហ្វានត្រឡប់ទៅភូមិរបស់គាត់ដែលជាកន្លែងពោពេញទៅដោយសិល្បករសាលតាំងសិល្បៈនិងផ្ទះសិល្បករអ្នកអាចហៅវាបានថាមិត្តរបស់ខ្ញុំជាទីស្នាក់សម្រាប់សិល្បករនៅលើផ្លូវត្រឡប់ទៅផ្ទះគាត់ជួបម្ចាស់ផ្ទះដែលមកទាមទារប្រាក់ជួលដែលនៅសល់ហ្វានដូចជាអស់ស្បើយចិត្តបោះប្រាក់ជួលទៅមុខម្ចាស់ផ្ទះមុនពេលគាត់ចេញទៅម្ចាស់ផ្ទះប្រាប់ថានេះគ្រាន់តែសម្រាប់ខែមុនប៉ុណ្ណោះគាត់នៅតែជំពាក់ប្រាក់ជួលខែនេះទៀតហ្វានឆ្លើយយ៉ាងធម្មតាថាខ្ញុំនឹងបង់ពេលក្រោយដែលធ្វើឲ្យម្ចាស់ផ្ទះខឹងដល់ថ្នាក់បោះដុកទឹកមកលើគាត់ឥឡូវនេះអ្នកប្រហែលជាគិតថាហ្វាននឹងបោះវាត្រឡប់វិញមែនទេហ្វានរបស់យើងដែលមានចិត្តល្អយកកឹបទឹកនោះទៅដាក់ជាមួយសម្ភារៈប្រមូលរបស់គាត់យ៉ាងស្រួលគាត់ប្រមូលនឹងលក់ដបផ្លាស្ទិកនៅចុងខែរៀងរាល់ខែម្ចាស់ផ្ទះញ៉ាំសាច់ហើយនិយាយថានោះហើយគឺជាឡូជីករបស់មនុស្សក្រីក្រដើម្បីសើចចំអោបពីរបៀបហ្វានប្រមូលដបនឹងកំប៉ុងច្បាស់ណាស់យើងគោរពដល់អ្នកដែលធ្វើការងារនេះទាំងអស់បន្ទាប់មកហ្វានទៅទស្សនាហាងបង្ហាញស្នាដៃសិល្បៈដែលគាត់ស្រមៃថាថ្ងៃណាមួយនឹងអាចបង្ហាញស្នាដៃរបស់ខ្លួននៅទីនោះដូចជារៀងរាល់ថ្ងៃគាត់ចូលទៅជិតម្ចាស់ហាងសិល្បៈហើយស្នើសុំឲ្យជួយឧបត្ថម្ភស្នាដៃគំនូររបស់គាត់សូម្បីតែផ្ដល់ប្រាក់មួយចំនួនផងដែរប៉ុន្តែម្ចាស់ហាងសើចហើយនិយាយថាប្រាក់នេះសូម្បីតែមិនគ្រប់សម្រាប់កាំងជញ្ជាំង1ម៉ែត្រការ៉េផងម្ចាស់ហាងទុកហ្វានឲ្យនៅក្រោមហើយឡើងទៅលើជាន់ហ្វានដើរតាមក្រោយហើយសុំអង្វរឲ្យបង្ហាញស្នាដៃគំនូររបស់គាត់ម្ចាស់ហាងឆ្លើយតបយ៉ាងត្រជាក់ថាស្នាដៃសិល្បៈរបស់អ្នកគឺជាវ៉ាន់សម្រាប់ហ្វានការពារខ្លួនឯងដោយនិយាយថាខ្ញុំបានកែលម្អខ្លាំងណាស់សូម្បីតែគូស្នេហ៍ខ្ញុំទៀនក៏ភ្ញាក់ផ្អើលផងដែរឥឡូវនេះសូមឲ្យខ្ញុំប្រាប់អ្នកមិត្តរបស់ខ្ញុំទៀនគឺជាមនុស្សមិនអាចមើលឃើញឥតប្រាកដណាស់ខ្ញុំមិនសើចលេងទេនាងបានបាត់បង់ចក្ខុវិស័យដោយសារបញ្ហាភ្នែកមួយចំនួនកន្លងមកម្ចាស់ហាងសិល្បៈសើចស្អប់ថាអញ្ចឹងអ្នកជឿលើមតិយោបល់របស់គូស្នេហ៍មិនអាចមើលឃើញរបស់អ្នកឬអ្នកបាត់ស្មារតីហើយបន្ទាប់មកគាត់ចំអោទៅគំនូរមួយទៀតដែលជាដំឡូងហើយនិយាយថានេះហើយពេលខ្ញុំមើលវាខ្ញុំមានអារម្មណ៍ភ្លានពិតវាមើលទៅស្រដៀងជាក់ស្ដែងណាស់ប៉ាន់មានអារម្មណ៍បាក់បែកហើយមិនដឹងថាគួរនិយាយអ្វីទេឥឡូវនេះស្ដីពីទៀននាងមិនអាចមើលឃើញទេហើយការងារតែមួយដែលនាងអាចរកបានគឺជាគ្រូម៉ាស្សាអកុសលការងារនេះធ្វើឲ្យនាងមានហានិភ័យត្រូវរំលោភបំពានហើយមនុស្សនៅទីនោះក៏ប្រើប្រាស់អត្ថប្រយោជន៍ពីការមិនអាចមើលឃើញរបស់នាងផងដែរមួយថ្ងៃហ្វានចាប់បានមនុស្សម្នាក់កំពុងរំលោភបំពាននាងហើយភ្លាមគាត់សង្សឹកដោយធ្វើដូចដែលពួកគេធ្វើដល់នាងវិញគាត់ប្រាប់ពួកគេថាឥឡូវនេះអ្នកមានអារម្មណ៍ដូចមនុស្សស្រីក៏ម្នាក់នេះទេគាត់រំពឹងថាពួកគេនឹងសោកស្ដាយចំពោះអំពើរបស់ពួកគេប៉ុន្តែជំនួសវិញពួកគេរួមគ្នាទម្លាក់គាត់បន្ទាប់ពីត្រូវទម្លាក់ហ្វាននឹងទៀនទៅផ្ទះល្វែងដែលនាងជួយជាបារបួសឲ្យគាត់ប៉ាន់បំពងរឿងដោយអះអាងថាខ្ញុំវីពួកគេអស់គ្នាសម្រួលទៀនដែលបានឬសំឡេងគេកំពុងស្រែកប្រាប់ថាបាទខ្ញុំបានឬពួកគេឈឺចាប់ពីការត្រូវវាយដោយមិនដឹងថាជាហ្វានស្រែកផ្ទាល់បន្ទាប់មកហ្វានភ្ញាក់ផ្អើលនាងជាមួយអំណោយមួយគឺស្បែកជើងមួយគូនាងស្រឡាញ់ស្បែកជើងនោះណាស់ពួកគេរួមគ្នាបន្តិចហើយពេលហ្វានកំពុងផ្អៀងមុខទៅផ្ដល់ការជួយដកដង្ហើមតាមមាត់កុំសួរថាហេតុអ្វីនាងស្រាប់តែមាននរណាម្នាក់ផ្សេងទៀតនៅក្នុងបន្ទប់នាងសួរនោះជានរណាហ្វានឆាប់និយាយថាគ្រាន់តែមិត្តម្នាក់ដែលត្រូវបានបណ្ដេញចេញគាត់ស្នាក់នៅជាមួយខ្ញុំគាត់ប្រាប់មិត្តរបស់គាត់ឲ្យបិទភ្នែកកន្ទាមមានអារម្មណ៍មិនស្រួលចិត្តហើយចាក់ចេញបន្ទាប់មកហ្វាននិងមិត្តរបស់គាត់ឡើងទៅលើដំបូលដើម្បីផឹកទឹកជ្រលក់ពួកគេផឹកស្រវឹងដល់ថ្នាក់សន្លប់ស្រាប់តែយានឱកាសមួយបង្ហាញខ្លួននៅលើក្បាលពួកគេហ្វានភ្ញាក់ឡើងដោយភ្ញាក់ផ្អើលហើយព្យាយាមបញ្ចុះមិត្តរបស់គាត់តែបុរសនោះសន្លប់ស្រួលយានឱកាសនោះហោះលើក្បាលតំបន់សង្កាត់របស់ពួកគេហ្វានឃើញក្មេងស្រីម្នាក់ចេញពីយានឱកាសនាងមើលទៅដូចតួអក្សរខុនខាតូនហើយនាងកំពុងចង្អុលទៅកាន់មនុស្សពីរនាក់ទៀតដែលចុះមកជាមួយនាងវាហាក់ដូចជាពួកគេមកដល់តំបន់នេះដើម្បីគូហ្វានព្យាយាមថតរូបពួកគេប៉ុន្តែគាត់ភ្លេចបិទភ្លើងផ្លាស់ដូច្នេះអ្នកឱកាសឃើញគាត់ហើយបាត់ខ្លួនភ្លាមជាមួយនឹងយានរបស់ពួកគេប៉ុន្តែហ្វានសម្គាល់ថាពួកគេបានទម្លាក់អ្វីមួយចោលពេលគាត់ទៅពិនិត្យមើលគាត់ឃើញថាវាជាបេកមួយដោយសារគាត់ជាសិល្បករគាត់រក្សាទុកវាឲ្យតែដេកព្រឹកថ្ងៃបន្ទាប់គាត់ភ្ញាក់ឡើងដោយស្ទាក់ស្ទើរហើយចងចាំអ្វីគ្រប់យ៉ាង
មិត្តរបស់គាត់ឃើញ Fan ហើយសើចលេងថាអូនស្លាប់ហើយឬគ្រាន់តែដេក Fan ចាប់ផ្ដើមប្រាប់មិត្តរបស់គាត់អំពីអ្វីដែលបានកើតឡើងលើដំបូលផ្ទះគាត់ធាក់ផ្អើលណាស់ពេលមិត្តរបស់គាត់ចាប់ផ្ដើមបញ្ចប់ព័ត៌មានលម្អិតជំនួសគាត់ Fan ធាក់ផ្អើលគិតថាអាចជាមិត្តរបស់គាត់ក៏បានឃើញដែរប៉ុន្តែមិត្តរបស់គាត់បញ្យល់ថា Fan បាននិយាយអស់រឿងតែមូលក្នុងអំឡុងពេលគេងបងអស់មុនពេលដេក Fan ក៏បានគូររូបអ្នកឱកាស3នាក់នោះផងដែរ Fan បាត់បង់សង្ឃឹមថាមិត្តរបស់គាត់នឹងជឿហើយចេញទៅគូររូបមនុស្សនៅតាមផ្លូវខណៈពេលគាត់កំពុងគូរពណ៌របស់គាត់អស់គាត់ស្វែងរកពណ៌ថ្មីប៉ុន្តែរកមិនឃើញពណ៌ត្រឹមត្រូវបន្ទាប់មកគាត់ឃើញប៊ិតអ្នកឱកាសពីយប់មិញ Fan សម្រេចចិត្តប្រើវាដើម្បីបញ្ចប់ការគូរដំបូងគាត់សាកល្បងវាលើក្រដាសផ្សេងទៀតហើយភ្លាមនេះរូបគំនូរដែលគាត់ទើបគូរមកខ្លាយជារឿងពិតគាត់ភ្ញាក់ផ្អើលខ្លាំងដើម្បីបញ្ជាក់អ្វីដែលកើតឡើងគាត់គូរផ្លែប៉ោមមួយម្ដងទៀតវាខ្លាយជារឿងពិតដោយសប្បាយរីករាយគាត់បរិភោគផ្លែប៉ោមនោះហើយវាជារឿងពិតមែនដោយរំភើបគាត់ដាក់ផ្លែប៉ោមក្នុងហោប៉ៅរបស់គាត់ហើយរត់ទៅរកមិត្តរបស់គាត់ដើម្បីប្រាប់អ្វីទាំងអស់គាត់បង្ហាញមិត្តរបស់គាត់អំពីអ្វីដែលនៅសល់ពីផ្លែប៉ោមហើយបញ្យល់ថាគាត់បានគូរវាហើយវាបានខ្លាយជារស់តែដោយធម្មតាមិត្តរបស់គាត់មិនជឿនោះទេគាត់បរិភោគផ្លែប៉ោមដែលនៅសល់ហើយនិយាយថានិយាយអីមិនចេះស្ដាប់ទៅពេទ្យទៅដើម្បីបង្ហាញថាជារឿងពិត Fan គូបន្ទះមីសមួយតាមដែលមិត្តរបស់គាត់ស្នើតែគូឲ្យញាប់ផ្អើលគំនូរនោះមិនបានខ្លាយជារឿងពិតភ្លាមទេមិត្តរបស់គាត់សើចស្អប់ហើយបោះក្រដាសចេញបង្អួចស្រាប់តែពួកគេបុរសចាស់ម្នាក់ស្រែកដោយឈឺចាប់ក្រដាសនោះបានបុកក្បាលបុរសចាស់បុរសនោះបានស្ដីបន្ទោសពួកគេថាបោះឥតចេញពីបង្អួចប៉ុន្តែបន្ទាប់មកគាត់ឃើញបន្ទះមាសនៅលើដីចាប់យកវាដាក់ចូលហោប៉ៅហើយដើរចេញទៅដូចមិនមានអ្វីកើតឡើងនោះហើយជាពេលដែលមិត្តរបស់ Fan ចាប់ផ្ដើមជឿគាត់ប្រាប់ Fan ឲ្យគូបន្ទះមាសធំជាមុនហើយ Fan ក៏ធ្វើតាមពួកគេទាំងពីរភ្ញាក់ផ្អើលដោយសារតែពួកគេរស់នៅក្នុងបន្ទប់តូច Fan សម្រេចចិត្តគូររង្វង់ព្រះបរមរាជវាំងធំមួយគាត់គូរវាហើយស្រាប់តែព្រះបរមរាជវាំងនោះបង្ហាញខ្លួនឡើងកណ្ដាលទីក្រុងដោយមិនបានរំពឹងទុកមនុស្សគ្រប់គ្នាស្ញប់ស្ញែងប៉ូលីសក៏មកដល់បន្តិចក្រោយដោយមានភាពច្របូកច្របល់ដូចគ្នាយើងទើបតែស្ថិតនៅទីនេះបាន5នាទីមុននរណាមានពេលសង់អគារនេះអូខេសួរប៉ូលីសព្យាយាមបើកទ្វារព្រះបរមរាជវាំងហើយនោះហើយជាពេលដែល Fan និងមិត្តរបស់គាត់ដឹងថាពួកគេបានធ្វើកំហុសធំមួយ Fan ព្យាយាមលុបគំនូរនោះប៉ុន្តែគាត់មិនដឹងធ្វើដូចម្តេចទេបន្ទាប់មកគាត់រកឃើញប៊ូតុងមួយលើពេជ្រដែលអាចលុបគំនូរណាដែលគាត់មិនចង់បានគាត់ចុចវាហើយភ្លាមព្រះបរមរាជវាំងនោះក៏បាត់ទៅមុខភ្នែកមនុស្សគ្រប់គ្នាស្ទើរតែមិនអាចនិយាយអ្វីបានឡើយត្រឡប់មកបន្ទប់វិញមិត្តរបស់ Fan ប្រាប់គាត់ថាយើងត្រូវគូរលុយយ៉ាងហោចណាស់200លានវ៉ុនគាត់សាកល្បងដោយខ្លួនឯងដោយគូរលេខ1ប៉ុន្តែវាមិនប្រែក្លាយជាលុយទេវានៅតែជាលេខដដែល Fan យកប៊ិចមកគូរលុយជាសន្លឹកយ៉ាងជំនាញហើយក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទប់ក៏ពោពេញទៅដោយលុយច្រើនដល់ថ្នាក់គ្រប់ដណ្ដប់ពួកគេទាំងអស់បន្តិចក្រោយម្ចាស់អគារមកដល់ហើយស្ដីបន្ទោសសិល្បករចំពោះការចោលសម្រាមខាងក្រៅក្មេងស្រីម្នាក់ព្យាយាមឆ្លើយតបប៉ុន្តែម្ចាស់អគារប្រាប់ថាអ្នកចូលមកជាមួយបុរសម្នាក់ចេញទៅជាមួយម្នាក់ទៀតបន្ទាប់មកគាត់ហៅ Fan ដើម្បីបង្រៀនគាត់ផងដែរប៉ុន្តែស្រាប់តែ Fan និងមិត្តរបស់គាត់បង្ហាញខ្លួនក្នុងសម្លៀកបំពាក់ដូចអ្នកលេងកំ pl ែងដែលពួកគេជឿថាជាសម្លៀកបំពាក់របស់អ្នកមានហើយបង្ហាញខ្លួនមុខមនុស្សទាំងសង្កាត់ Fan ដកលុយចេញជាច្រើនហើយប្រាប់ម្ចាស់ផ្ទះថានេះជាថ្លៃជួលសម្រាប់រយៈពេល100ឆ្នាំខាងមុខម្ចាស់ផ្ទះភ្ញាក់ផ្អើលដោយមិនដឹងថា Fan យកលុយទាំងនេះមកពីណាឯ Fan មិនទាន់ចប់នៅត្រង់នោះទេមិនយូរប៉ុន្មានអ្នកជិតខាងក៏ឃើញគាត់បង្ហាញខ្លួនជាមួយរថយន្តប្រណិត3គ្រឿងនិងក្មេងស្រីដែលមកកំសាន្តនិងប្រាប់រឿងកំ pl ែងឲ្យគាត់សើចគាត់ទៅកាន់ក្រុមហ៊ុនអចលនទ្រព្យធំមួយដើម្បីទិញវីឡាដ៏ប្រណិតដែលគាត់តែងតែស្រមៃឃើញនៅទីនោះគាត់បានជួបអតីតគូស្នេហ៍របស់គាត់ជាមួយបុរសថ្មីដែលកំពុងបដិសេធមិនទិញវីឡាមួយដែលមានតម្លៃត្រឹមតែ$15 លានFan ដើរទៅរកលេខាធិការនិងស្នើសុំវីឡា2នៅតំបន់ប្រណិតបំផុតក្នុងទីក្រុងគាត់ដកលុយចេញបង់សម្រាប់ទាំងពីរនៅមុខអតីតគូស្នេហ៍របស់គាត់ដែលភ្លាមនោះក៏សោកស្ដាយដែលបានបោះបង់គាត់យប់នោះ Fan បានភ្ញាក់ផ្អើលគូស្នេហ៍មិនអាចមើលឃើញរបស់គាត់ឈ្មោះទៀនដោយនាំនាងទៅវីឡាថ្មីដែលគាត់ទិញឲ្យនាងគាត់សួរនាងឲ្យពេលថាមានអ្វីនៅមុខនាងនេះនិយាយថាកវីឡាតម្លៃ40 លានវ៉ុនមនុស្សគ្រប់គ្នាកំពុងនិយាយអំពីអ្នកនិងអំពីអ្វីដែលអ្នកកំពុងទិញ Fan មានអារម្មណ៍ខកចិត្តបន្តិចដែលការភ្ញាក់ផ្អើលត្រូវបានបំផ្លាញប៉ុន្តែគាត់នៅតែបន្តអបអរសាទរមានផ្លូវដើរមួយពោពេញដោយភ្ញៀវដែលកំពុងអបអរសាទរទៀនចំពោះវីឡាថ្មីរបស់នាងហើយគ្រូនាងមិនអាចមើលឃើញបានទេ Fan បាននាំស្រីម្នាក់ដែលមានភារកិច្ចពិពណ៌នាឲ្យនាងស្ដាប់ពីចង្កានភ្លើងរហូតដល់ភាពស្រស់ស្អាតទាំងមូលនៃវីឡាគាត់សុំឲ្យនាងរៀបការនៅមុខភ្ញៀវទាំងអស់ប៉ុន្តែទៀនបានបដិសេធសំណើរបស់គាត់ហើយដើរចេញទៅគាត់ដើរតាមនាងហើយសួរថាតើនាងមិនស្រឡាញ់គាត់ទេ
នាងប្រាប់គាត់ថានាងស្រឡាញ់គាត់ដូច្នេះគាត់សួរថាបើនាងស្រឡាញ់ខ្ញុំហេតុអ្វីបានបដិសេធខ្ញុំហើយធ្វើឲ្យខ្ញុំអាម៉ាស់មុខមនុស្សគ្រប់គ្នានៅក្នុងពិធីជប់លៀងនាងឆ្លើយថានាងធ្វើបែបនោះដើម្បីឲ្យគាត់បានល្អព្រោះបើពួកគេរៀបការគ្នាគាត់នឹងត្រូវអាម៉ាស់ពេញជីវិតព្រោះនាងគ្មានភ្នែកមើលឃើញខណៈដែលគាត់មានសម្បត្តិគាត់អាចជ្រើសរើសស្រីណាក៏បានតាមចិត្តអត់ប្រាប់នាងថាគាត់មិនមែនជាមនុស្សមានសម្បត្តិទេទ្រព្យសម្បត្តិទាំងអស់របស់គាត់មកពីស្នាដៃគំនូររបស់គាត់នាងទើបដឹងថាគាត់មានឈ្មោះល្បីដោយការលក់គំនូររបស់គាត់គាត់ពន្យល់ឲ្យនាងស្ដាប់អំពីរឿងបិចអស្ចារ្យដែលបានមកពីអ្នកឱកាសពេលជារឿងអំពីបិចអស្ចារ្យនោះនាងសុំឲ្យគាត់គូភ្នែកឲ្យនាងមួយគូហើយធ្វើឲ្យវាคล้ายជាពិតដើម្បីឲ្យនាងអាចមើលឃើញខ្លួនចូលចិត្តគំនិតនោះហើយចាប់ផ្ដើមគូភ្នែកដែលដូចភ្នែកស្រីស្អាតម្នាក់ពួកគេរងចាំឲ្យភ្នែកនោះចេញពីគំនូរហើយចូលទៅក្នុងរាងកាយរបស់ Shen តែចំនួនវិញភ្នែកនោះវិញបង្ហាញខ្លួនលើស្មារបស់ Mengfa ហើយវាធ្វើឲ្យគេភ័យខ្លាចពួកគេបំបត្តិភ្នែកនោះយ៉ាងលឿនដើម្បីឲ្យវាអវត្តមានដូចជាវីឡាដែលបានបាត់ទៅមុននេះបន្ទាប់មកពួកគេចាប់ផ្ដើមសួរថាបើពួកគេគូមុខទាំងមូលវិញនឹងយ៉ាងដូចម្តេចមុខមួយនឹងបង្ហាញខ្លួនដែរឬទេវាអាចនឹងគួរឲ្យភ័យដូចគ្នាដូច្នេះពួកគេសម្រេចចិត្តគូរាងកាយទាំងមូលរបស់ Shen ហើយគូភ្នែកនៅលើមុខរបស់នាងដើម្បីឲ្យវាបង្ហាញខ្លួននៅកន្លែងត្រឹមត្រូវការគូនោះចំណាយពេល5ម៉ោងទើបបញ្ចប់វាបញ្ចប់ Shen រងចាំដោយក្តីភ័យស្លន់ស្លោឲ្យចក្ខុវិស័យរបស់នាងត្រឡប់មកវិញប៉ុន្តែមិនមានអ្វីកើតឡើងទេនាងមានអារម្មណ៍ថាពួកគេគ្រាន់តែលេងសើចជាមួយនាងប៉ុណ្ណោះដូច្នេះនាងចាក់ចេញពីផ្ទះពេលនាងដើរចេញក្រៅនាងបាត់ខ្លួននៅទ្វារហើយបង្ហាញខ្លួនឡើងវិញពីក្នុងគំនូរដោយភ្នែកបើកវាធ្វើការបានសម្រេចឥឡូវនេះ Shen អាចមើលឃើញវិញអ៊ួនចាប់ផ្ដើមបង្ហាញពីកន្លែងជុំវិញប្រទេសចិនឲ្យនាងដឹងដោយនាំនាងទៅដំណើរកម្សាន្តគ្រប់ទីកន្លែង Mengfa ធ្លាប់ស្រឡាញ់ TikToker ដែលគាត់ធ្លាប់ស្ទើរតែស្លាប់ដោយសារនាងជីវិតរបស់ពួកគេផ្លាស់ប្ដូរទាំងស្រុងអ៊ួនចុងក្រោយក៏ទទួលបានឱកាសបង្ហាញស្នាដៃគំនូររបស់គាត់ក្នុងពិព័រណ៍សិល្បៈដែលមុននេះគ្មាននរណាថែរក្សាឬទិញសូម្បីតែតម្លៃទាបបំផុតផងឥឡូវនេះគំនូររបស់គាត់ត្រូវបានដាក់លក់លើកដៃប្រកួតថ្លៃហើយមនុស្សគ្រប់គ្នាបន្តបន្ថែមថ្លៃឡើងអ្វីទាំងនេះកើតឡើងព្រោះគាត់ក្លាយជាមនុស្សមានសម្បត្តិហើយមនុស្សគ្រប់គ្នាគិតថាវាមកពីទេពកោសល្យនៅពីក្រោយស្នាដៃគំនូររបស់គាត់តែគំនិតគឺថាពេជ្រវេទមន្តមិនបានបង្កើតអ្វីចេញពីឱកាសទេសូម្បីតែភ្នែករបស់ Shen ក៏មិនមកពីអ្វីទេដែរនៅពេលត្រឹមត្រូវដែលនាងទទួលបានការមើលឃើញតារាសម្ដែងល្បីម្នាក់បានបាត់ការមើលឃើញភ្លាមនៅលើឆាកថតភាពយន្តឥតការនោះបានលេចធ្លោលើបណ្ដាញហើយមនុស្សគ្រប់គ្នាស្ញប់ស្ញែងសួរថាតើមានអ្វីកើតឡើងចំពោះភ្នែករបស់តារាសម្ដែងនោះសូម្បីតែប្រាក់ដែលពួកគេប្រើក្នុងដំណើរការគូគំនូរនោះក៏មិនមកពីអ្វីទេដែរចំនួនប្រាក់ដែលនោះបានបាត់ពីធនាគារហើយកាមេរ៉ាសុវត្ថិភាពក៏បានថតបានពេលប្រាក់នោះបាត់បង់ប៉ូលីសក៏ច្របូកច្របល់ខ្លាំងក្នុងការព្យាយាមយល់ថាតើមានអ្វីកើតឡើងដោយឆាញៀក៏ខ្លាចជាមនុស្សឈ្នានីសខ្លាំងហើយចាប់ផ្ដើមស្វែងរកថាតើហ៊ីវ៉ាន់បានសម្បត្តិយ៉ាងដូចម្តេចពេលគាត់ទើអំពីករណីលួចប្រាក់ពីធនាគារគាត់ក៏ភ្ជាប់ចំណុចចូលគ្នាហើយទំនាក់ទំនងទៅប៉ូលីសប្រាប់ថាគាត់ស្គាល់នរណាម្នាក់ដែលខ្លាចជាមនុស្សមានសម្បត្តិភ្លាមប្រាកដណាស់នោះគឺជាមនុស្សដែលលួចប្រាក់នោះប៉ូលីសបានរកឃើញថាលេខសេរីលើប្រាក់ដែលហ៊ីវ៉ាន់ប្រើដើម្បីទិញអគារត្រូវនឹងលេខសេរីលើប្រាក់ដែលត្រូវបានលួចពីធនាគារពួកគេបានទៅចាប់ខ្លួនគាត់និង Mengfa នៅកណ្ដាលការលក់ស្នាដៃសិល្បៈខណៈពេលដែលមនុស្សកំពុងទិញគំនូររបស់គាត់យួននិង Mengfa ព្យាយាមពន្យល់ថាពួកគេមិនបានលួចអ្វីទេពួកគេមានវេទមន្តមួយប្រភេទដែលអាចឲ្យពួកគេយកអ្វីដែលពួកគេចង់បានប៉ុន្តែពួកគេមិនបាននិយាយអំពីបិចវេទមន្តនោះទេពួកគេប្រាប់ប៉ូលីសថាទៅសុំស្នើអ្វីមួយមកហើយយើងនឹងធ្វើឲ្យវាបង្ហាញឥឡូវនេះប៉ូលីសស្នើសុំរថយន្ត Ferrari មួយយួននិងមិត្តរបស់គាត់ស្នើសុំឲ្យគ្មាននរណាមើលពួកគេខណៈពេលវេទមន្តដំណើរការហើយភ្លាមនេះ Ferrari ពណ៌ក្រហមមួយបានបង្ហាញខ្លួននៅក្នុងស្ថានីយ៍ប៉ូលីសស្ញាប់អើខ្លាំងហើយព្រោះគ្មានភស្តុតាងអំពីការលួចទេពួកគេត្រូវបានដោះលែងយប់នោះមាននរណាម្នាក់ទ្វាររបស់ពួកគេភ័យខ្លាចដោយគិតថាវាជាប៉ូលីសមកម្ដងទៀតតែជាក់ស្ដែងវាជាអតីតគូស្នេហ៍របស់ហ៊ីវ៉ាន់ដែលមានចរិតស្រឡាញ់វត្ថុធាតុដែលបានបោះបង់គាត់ចោលយូរមកហើយប្តីរបស់នាងគឺជាចាប់ទាំងគំនូរឡើយឆាញ់បានវីនាងដោយសារចំណែនចំពោះហ៊ីវ៉ាន់នាងមកសុំអភ័យទោសចំពោះការមិនជឿរើសហ៊ីវ៉ាន់កាលពីមុននិងចំពោះការចាប់អារម្មណ៍តែលើប្រាក់នាងប្រាប់គាត់ថានាងកំពុងបំបែកក្តីនិងត្រឡប់ទៅកាន់គ្រួសាររបស់នាងវិញប៉ុន្តែហ៊ីវ៉ាន់និយាយថានាងមិនបានធ្វើអ្វីខុសទេដោយចាក់ចេញពីគាត់នាងអាចធ្វើអ្វីបានជាមួយបុរសក្រីក្រម្នាក់ដែលមិនខ្វល់ពីទំនាក់ទំនងរបស់ពួកគេហើយខ្វល់តែពីគំនូររបស់គាត់ប៉ុណ្ណោះនៅពេលនោះឪពុករបស់គាត់កំពុងឈឺសម្រាប់ពេទ្យហើយនាងត្រូវការជំនួយហិរញ្ញវត្ថុយ៉ាងពិតប្រាកដនោះហើយជាអ្វីដែលបដិបត្តិរបស់នាងបានផ្ដល់ឲ្យនាងគាត់ប្រាប់នាងឲ្យកុំមានអារម្មណ៍ខុសបាបហើយបន្ទាប់មកគាត់ចាប់ផ្ដើមរំលឹកអតីតកាលដែលបាត់ខ្លួនក្នុងគំនិតហើយប្រាប់នាងអំពីរឿងពេញលេញនៃពេជ្រវេទមន្តយួនបើកទូពាក់សុវត្ថិភាពដើម្បីបង្ហាញបិចនោះឲ្យនាងមើលប៉ុន្តែអាក្រក់កើតឡើងប្តីរបស់នាងបានដាក់កាមេរ៉ាសម្ងាត់មួយក្នុងសម្លៀកបំពាក់របស់នាងហើយបានឃើញនឹងអ្វីទាំងអស់ដែលហ៊ីវ៉ាន់បាននិយាយ
ឥឡូវនេះគាត់បានដឹងអាចកំបាំងមេពេកវេទមិនហើយក្នុងអំឡុងពេលនោះមន្ត្រីប៉ូលីសម្នាក់កំពុងអានរបាយការណ៍អំពី John Ferrari មួយដែលបាត់បង់យ៉ាងអាចកំបាំងពីពិព័រណ៍រថយន្តវាជា Ferrari ដែលហ៊ុននិងមិត្តរបស់គាត់បានហៅមកដោយប្រើពេកនោះដូច្នេះមន្ត្រីប៉ូលីសនោះបានទៅដល់ផ្ទះរបស់ពួកគេភ្លាមគាត់បានស្នើឲ្យពួកគេប្រគល់ឧបករណ៍វេទមន្តដែលបានជួយពួកគេប្រាប់ថាបើមិនដូច្នោះទេពួកគេនឹងត្រូវបានចាត់ទុកថាជាចោរទោះជាយ៉ាងណាព្រោះមិនទាន់មានច្បាប់ណាមួយប្រឆាំងនឹងវេទមន្តនៅឡើយទេពួកគេនឹងមិនត្រូវចោទប្រកាន់ទេប្រសិនបើពួកគេសហការនឹងប្រគល់ប៊ិកនោះយួនមិនស្ទាក់ស្ទើរឡើយគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រគល់ប៊ិកនោះឲ្យប៉ូលីសប៉ុន្តែមានបញ្ហាមួយគត់ប៊ិកនោះត្រូវបានលួចទៅហើយវាបានធ្លាក់ចូលដៃរបស់ឡៅឆេនយ៉ៃហើយគាត់បានចាប់ផ្ដើមប្រើវាជាមួយជំនួយពីជំនួយការរបស់គាត់រឿងដំបូងបំផុតដែលឆេនយ៉ៃគូគឺវិចិត្រសារដ៏អស្ចារ្យមួយដែលគាត់តែងតែស្រមៃថាចង់មានបន្ទាប់មកគាត់បានគូខោអាវរាជវង្សនិងព្រះបរមរាជវាំងបុរាណដែលមានរចនាបថដូចជាព្រះបរមរាជវាំងប្រវត្តិសាស្ត្ររបស់ចិន basically លួចរូបភាពបេតិកភណ្ឌវប្បធម៌ចិនគាត់បានចង់ភរិយារបស់គាត់ឲ្យធ្វើទារុណកម្មនាងបន្ទាប់មកគាត់បានគូនារីស្អាតម្នាក់ពីគម្រប់ទស្សនាវដ្តីមកឲ្យក្លាយជាមនុស្សពិតដើម្បីអាចរៀបការជាមួយនាងនារីនោះដែលកំពុងចូលរួមប្រកួតសម្រស់បានបាត់ខ្លួនភ្លាមត្រូវបានយកទៅក្នុងពិភពលោករបស់ឡៃឆេនយ៉ៃអ្វីដែលគាត់បានធ្វើឲ្យប៉ូលីសងាយស្រួលក្នុងការតាមរកគាត់មន្ត្រីប៉ូលីសបានបញ្យល់ទៅកាន់ឆេនយ៉ៃថាប៊ិកនោះមិនបានបង្កើតអ្វីចេញពីអាកាសទេវាបញ្ជូនវត្ថុពីអ្នកអបិយមានន័យថាអ្នកកំពុងលួចឧបេជាអ្វីកើតឡើងយ៉ាងណាឆេនយ៉ៃនៅតែបន្តអះអាងថាគាត់មិនបានធ្វើអ្វីខុសទេអ្វីដែលគាត់បានធ្វើគ្រាន់តែគូប៉ុណ្ណោះបន្ទាប់មកជំនួយការរបស់គាត់បានណែនាំឲ្យគាត់ប្រើពេជ្រនោះគូបង្កើតភពថ្មីមួយដើម្បីអាចគេចផុតពីប៉ូលីសទៅកាន់កន្លែងឆ្ងាយដូច្នេះគាត់បានគូយានឱកាសអាលីយ៉ែនហើយវាបានបង្ហាញខ្លួននៅមុខពួកគេភ្លាមអាលីយ៉ែនបានចុះមកដោយកំហឹងនឹងគួរឲ្យភ័យខ្លាចសួរថានរណាបានហៅពួកគេមកនឹងទាមទារដឹងថាឧបករណ៍របស់ពួកគេមកឯណានៅពេលនោះមនុស្សទាំងអស់គ្នាផ្អើលពេលឃើញថាឆេនយ៉ៃបានគូរថក្រោះមួយហើយឡើងចូលទៅក្នុងនោះជាមួយជំនួយការរបស់គាត់ហើយបានកាំភ្លើងធំទៅលើអាលីយ៉ែនដើម្បីបំផ្លាញពួកគេប៉ុន្តែអាលីយ៉ែនបានបង្វិលកាំភ្លើងធំរបស់រថក្រោះត្រឡប់មកលើពួកគេយ៉ាងងាយស្រួលវាបានច្បាស់ថាកម្លាំងរបស់ពួកគេលើសមនុស្សយ៉ាងខ្លាំងពួកគេបានវាយឆេនយ៉ៃដើម្បីពិន័យចំពោះអ្វីដែលគាត់បានធ្វើចុងក្រោយគាត់បានចុះចាញ់ហើយប្រគល់ឧបករណ៍របស់ពួកគេវិញប៉ុន្តែអាលីយ៉ែនម្នាក់ក៏កើតកំហឹងខ្លាំងណាស់ពេលឃើញថាឧបករណ៍នោះត្រូវបានកែប្រែឲ្យមានរូបរាងដូចប៊ិចធម្មតាគាត់កាន់វាចំមុខឆេនយ៉ៃហើយទាមទារឲ្យឆ្លើយសំណួរនួនបានដើរចេញមុខហើយសារភាពថាគាត់ជាអ្នកកែឧបករណ៍ឲ្យមានរូបរាងដូចប៊ិចឆេនយ៉ៃមិនពាក់ព័ន្ធនឹងរឿងនោះទេអាលីយ៉ែនមានអារម្មណ៍ចាប់អារម្មណ៍ចំពោះភាពស្មោះត្រង់និងមនោសញ្ចេតនារបស់ហ៊ួនគាត់បាននិយាយថាភពនេះស្រដៀងនឹងភពរបស់ពួកគេណាស់ដែលមានកាន់អាក្រក់និងល្អគាត់សម្ដែងថាពួកគេនឹងយកឧបករណ៍របស់ពួកគេហើយចាក់ចេញដោយសន្តិភាពប៉ុន្តែមុនពេលពួកគេចាក់ចេញហ៊ួនបានស្នើសុំអាលីយ៉ែនមួយសំណើចុងក្រោយគឺឲ្យបង្វិលអ្វីទាំងអស់ដែលបង្កើតឡើងដោយប៊ិចនោះត្រឡប់ទៅកន្លែងដើមរបស់វាវិញអាលីយ៉ែនយល់ព្រមហើយគ្រាន់តែបែបនោះទេអ្វីទាំងអស់ត្រូវបានស្ដារឡើងវិញទាំងវត្ថុគ្រប់យ៉ាងសូម្បីតែភ្នែករបស់ឈៀនបំពង់ទឹកសូម្បីតែសម្លៀកបំពាក់ដែលឆេនយ៉ៃនិងជំនួយការរបស់គាត់បានគូអ្វីទាំងអស់ត្រូវបានយកត្រឡប់វិញអាលីយ៉ែនបានសង្កេតឃើញថាតំបន់នោះកំពុងពោពេញទៅដោយរថយន្តប៉ូលីសនិងឧទ្ធម្ភាគចក្រស្ថានភាពកំពុងក្លាយជាអាសន្នពួកគេបានដឹងថាការចលាចលទាំងនេះកើតឡើងដោយសារពួកគេហើយដោយសារយានអវកាសរបស់ពួកគេក៏ត្រូវបានយកត្រឡប់ទៅកន្លែងដើមដែរពួកគេមិនមានអ្វីជិះត្រឡប់វិញទេដូច្នេះអាលីយ៉ែនបានរត់ដោយល្បឿនលើផ្លេកម៉ូតូដើម្បីគេចខ្លួនមុនពេលមនុស្សអាចចាប់ពួកគេបានបន្ទាប់មកប៉ូលីសបានចាប់ខ្លួនឆេងយ៉ៃនិងជំនួយការរបស់គាត់ដោយចាប់ប្រកាន់ថាបានលួចនារីស្រស់ស្អាតដែលគេបានគូចេញពីទស្សនាវដ្តីហើយបានកាន់ជាអ្នកជំទាស់ប្រពន្ធរបស់ឆេងយ៉ៃក៏បានចេញមុខសុំទោសហ៊ួនដែរដោយនិយាយថាគាត់មិនដឹងថាមានកាមេរ៉ាសម្ងាត់នៅលើសម្លៀកបំពាក់របស់គាត់ទេហើយគាត់ក៏មិនពាក់ព័ន្ធនឹងរឿងទាំងនេះឡើយហើយជាមួយនឹងនេះរឿងនិទានអំពីប៊ិចវេទមន្តក៏បានបញ្ចប់ជីវិតបានត្រឡប់ទៅដូចមុនវិញគ្មាននរណាចង់ទិញរូបគំនូររបស់ហ៊ួនទៀតឡើយយើងបានដឹងថាឈៀនបានបើកខាងសោនសម្រាប់របស់គាត់ឡើងវិញហើយគាត់បានរៀបការជាមួយហ៊ួនឥឡូវនេះពួកគេមានកូនស្អាតម្នាក់រួមគ្នានោះគឺជាចុងបញ្ចប់នៃវីដេអូរបស់យើងបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេចគាំទ្រប្រចាំ Channel ដោយចុច Like និង Subscribe ហើយសូមអរគុណសម្រាប់អ្នកជាជាមួយសែនអ្នក